សម្លការីហុយៗជ្រលក់ជាមួយនំប៉័ងជាតិតែម្ដងបាទដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកទស្សនាវីដេអូទាំងអស់គ្នាជាដំបូងប្រពន្ធរបស់ខ្ញុំក៏បានយកសណ្តែកដីយកមកបោះសម្បករួចហើយយកទៅលាយជាមួយនឹងគ្រឿងដើម្បីយកទៅក្រឡុកហើយបន្លែរបស់យើងមានខ្ទឹមបារាំងដំឡូងហើយគ្រឿងក៏បានក្រឡុករួចរាល់បន្ទាប់មកយើងមានសាច់មាន់ហើយនឹងខ្ទិះដូងរួចហើយគ្រឿងទាំងអស់នៅក្នុងនេះខ្ញុំថតមកមានដូចជាការីហើយនឹងកាពិផងដែរបាទរៀបចំបន្លែរួចរាល់ហើយយើងដាក់ប្រេងឆានិងចាក់ម្ទេសឆាចូលរួចហើយយើងកូរវាឲ្យសព្វហើយវាក្រហមបន្តិចក្រោយមកទៀតយើងក៏ចាប់ផ្ដើមដាក់ខ្ទិះដូងចូលចំនួន2វែកនិយាយលេខទេបងប្អូនកន្លែងហ្នឹងដាក់ទៅ2វែកសិនក្រោយមកចាក់ទាំងអស់ទៅដដែលហ្នឹងហើយចាប់ផ្ដើមដាក់គ្រឿងដែលយើងបានក្រឡុកមុននឹងចូលរួចហើយយើងដាក់កាពិចូលប្រហែលជា1ស្លាបព្រាបាយរួចហើយកូរវាឲ្យសព្វទុកវាឲ្យពុះរួចហើយយើងដាក់សាច់មាន់ចូលកូរសាច់មាន់ឲ្យសព្វជាមួយនឹងគ្រឿងដើម្បីឲ្យវាចូលជាតិបានល្អរួចហើយយើងចាប់ផ្ដើមដាក់ដំឡូងចូលទុកវាឲ្យឆ្អិនល្អរួចហើយទើបយើងដាក់ខ្ទឹមបារាំងហើយបន្ថែមជាមួយនឹងសណ្តែកគួរប៉ុន្តែសណ្តែកគួរបានថតទេបាទក្រោយពីបានទុកវាមួយសន្ទុះយើងក៏បានបន្ថែមជាមួយនឹងខ្ទិះដូងបន្ថែមទៀតដើម្បីឲ្យវាមានឲ្យជីរសកាន់តែឈ្ងុយឆ្ងាញ់ឥឡូវនេះសម្លការីនំប៉័ងរបស់យើងចាប់ផ្ដើមឆ្អិនបណ្ដាហើយឃើញថាមានសណ្តែកគួរផងដែរបាទដោយសារតែសណ្តែកគួរបានថតទេឥឡូវនេះយើងចាប់ផ្ដើមដួសដាក់ចានសម្រាប់អាហារថ្ងៃត្រង់របស់យើងផងដែរបាទឥឡូវនេះប្រពន្ធខ្ញុំកំពុងតែដួសខ្ញុំនោះកំពុងតែកាត់នំប៉័ងឥឡូវនេះនំប៉័ងក៏បានរៀបចំរួចចំណែកឯសម្លការីរបស់យើងក៏បានឆ្អិនដែរបាទគឺឃើញថាហុយតែម្ដងបាទឥឡូវនេះសូមពុកម៉ែបងប្អូនមកភ្លុះសម្លការីស្នាដៃប្រពន្ធរបស់ខ្ញុំទាំងអស់គ្នាបាទហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ផងដែរបាទហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ